នេះផ្លែអាម៉ុន5ឆ្ងាញ់មែនតើហាមួយ7ទេផ្លែនេះអញញ៉ាំជ្រោះក្តាប់ម្កាក់ឬក្តាប់ស្វាយបានជូរអែមប្រៃតិចផលិតផលប្រទេសអាល្លឺម៉ង់ពេលខ្លះគ្លៀនម្កាក់ឃើញស្វាយក្តាប់អីហ្នឹងឥឡូវទិញតែនេះញ៉ាំតែថ្ងៃខ្លះជិះខ្លាំងមួយកែវនេះល្បាក់កន្លះគីឡូញ៉ាំអស់ហើយបើបគីបុកខ្លួនឯងខាញ់តោះកុំច្រឡំមកដេញណាផ្លែអាម៉ុនក្របអាម៉ុនភាគច្រើនអ្នកនរគ្នានឹងឃើញក្របអាម៉ុនតែនេះអាម៉ុនខ្ចីក្របវាក្របអាម៉ុនហ្នឹងជាធម្មតាពួកយើងញ៉ាំយកទៅធ្វើក្រែមធ្វើអីខេកនំអីចឹងទៅញ៉ាំនេះឆ្ងាញ់ណាស់អ្នកខ្លះក៏ញ៉ាំមួយ7ទេអញ្ចឹងអ្នកនៅស្រុកនេះប្អូនគាត់និយាយអ្នកខ្លះគាត់ញ៉ាំជាមួយនឹងស្រាដូចថាផឹកស្រាម្ដាដាក់នេះមួយកែវដូចយើងញ៉ាំស្វាយជូរញ៉ាំជាមួយនឹងគ្រឿងស្រវឹងអញ្ចឹងឆ្ងាញ់មែនតើអានេះជ្រលក់ជាមួយនឹងប្រហុកច្រាំកាពិ7ទេឆ្ងាញ់ហើយឡងស្រួយស្រាប់អត់ចាញ់គ្នាមួយម្កាក់ឬក៏ក្តាប់ស្វាយទេដូចគេត្រាំហើយឆ្ងាញ់តែហ្មងហើយដោយសារធម្មតាគេត្រាំចេះសុវត្ថិភាពញ៉ាំអត់ដែរឈឺពោះទេតែបើត្រាំពេលនៅខ្មែរអ្នកខ្លះគាត់ត្រាំទៅគាត់ទៅថាអត់សូវមានអនាម័យអញ្ចឹងពេលខ្លះញ៉ាំឈឺពោះតែនេះសុវត្ថិភាពផ្លែអាម៉ុនណាអាខ្ចីឆ្ងាញ់ណាស់ខ្ញុំទិញមកម្ដង3ដងប៉ុណ្ណឹងចេញខ្លះ4កែវហ្នឹងយកមកញ៉ាំគឺចិត្តមែនតើហាក់ថ្លៃតែមួយកែវនេះចំណុះពី680ក្រាម25ក្រោននៅវាគិតទៅពី$4ជាងអីចឹងថោកហើយហើយខ្ញុំមកផ្ញើបានពីខ្មែរគិតថាយកធ្វើមិនផ្ញើក្តាប់ស្វាយក្តាប់ម្កាក់មកបានមិនបាច់ទេញ៉ាំនេះជំនួសបានចិនលុយឆ្ងាញ់មែនតើយល់មែនណាខ្ញុំមិនដឹងនៅខ្មែរនៅ supermarket មានលក់អត់ទេបើមានទិញភ្លក់ធានាថាឆ្ងាញ់អត់ចាញ់ក្តាប់ស្វាយក្តាប់ម្កាក់ទេ